អញគឺលីនឈិនជាកូនប្រសារចូលផ្ទះត្រកូលស៊ូនោះមែនទេលាថាមួយរយៈនេះអញឡើងកូនណាស់តាណដល់ថ្នាក់ហ៊ានមករករឿងដល់ផ្ទះត្រកូលចៅរបស់អញទៀតផងចៅជិនហៃគ្រោះថ្នាក់ចរាចរណ៍ប៉ាម៉ាក់ខ្ញុំកាលពី20ឆ្នាំមុនគឺជាស្នាដៃរបស់លោកមែនទេអញមិនដឹងថាអញកំពុងនិយាយរឿងអីទេកំឡោះសង្ហាបាយអាចញ៉ាំផ្ដេសផ្ដាស់បានតែសម្ដីមិនអាចនិយាយផ្ដេសផ្ដាស់បានទេវើយអញ្ចឹងហ៎ចុះលោកសាកស្ដាប់អាមួយនេះមើលនេះជាការសន្ទនារបស់លោកនឹងតៃកុងឡានកាលពីមុនលោកនៅចង់ប្រកែកទៀតទេសំឡេងខ្សែអត់សន្ទនាអញពិតជាថ្លើមធំមែនថ្ងៃនេះគុំសង្ឃឹមថាវាអាចចេញពីផ្ទះត្រកូលចៅនេះឲ្យសោះចូលវាអាមួយនេះឲ្យស្លាប់ហ្មងទៅឲ្យវាដឹងខ្លួនថាហ៊ានរករឿងចៅជីនហៃវាមានចង់បញ្ចប់បែបណានឹកស្មានមិនដល់សោះថាអញក៏ចេះក្បាច់គុណដែរណោះតែទោះជាយ៉ាងណាមនុស្សតែម្នាក់ដូចជាអញវាមិនឈ្នះកូនចៅអញច្រើនអញ្ចឹងទេវើយចាប់និយាយមកកាលពីឆ្នាំនោះតើមានអ្នកណាខ្លះចូលរួមទៀតហ៎មែងជឺប្រាប់ខ្ញុំមកថាវាមិនមែនជារឿងពិតទេប៉ារបស់ខ្ញុំមិនក៏គាត់អាចធ្វើរឿងបែបនេះទៅរួចចុះបើវាជារឿងពិតយ៉ាងម៉េចប៉ារបស់នាងគ្រាន់តែជាមនុស្សលោភលន់ម្នាក់ប៉ុណ្ណោះដើម្បីលុយរឿងអីដែលគាត់ធ្វើមិនចេញនោះហើយនាងទៀតស៊ូវ៉ាន់ឈីងនាងកុំស្មានថានាងជាកូនស្រីច្បងត្រកូលស៊ូឲ្យសោះតាមពិតទៅនាងមិនមែនជាស្អីទាំងអស់ហ្មងវ៉ាន់ឈីងកុំភ័យអីណាមានបងនៅទីនេះហើយបងនឹងជួយអូនស៊ើបរកការពិតនិងទាមទារភាពស្អាតស្អំឲ្យប៉ារបស់អូនវិញស្អាតស្អំគាត់គ្មានភាពស្អាតស្អំអីទេកាលពីឆ្នាំនោះគាត់ជាអ្នកទៅសុំសហការជាមួយលោកតាត្រកូលចៅមុនទេគឺដើម្បីតែចង់លេបត្របាក់គម្រោងរបស់ក្រុមហ៊ុនលីននឹងឯងអញបួងសួងឲ្យតែសម្ដីអញនិយាយមិញនេះជារឿងពិតទៅចុះបើមិនអញ្ចឹងទេអញនឹងធ្វើឲ្យអញសងខ្ទេចគ្មានសល់ហ្មងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំគឺលីនឈិនថ្ងៃនេះខ្ញុំត្រឡប់មកវិញជាផ្លូវការហើយដើម្បីគ្រប់គ្រងរាល់កិច្ចការទាំងអស់នៅក្នុងក្រុមហ៊ុនបាទលោកប្រធានលីនជាដំបូងខ្ញុំសូមប្រកាសតែងតាំងស៊ូវ៉ាន់ឈីងជាអនុប្រធានក្រុមហ៊ុនដើម្បីជួយចាត់ចែងការងារក្នុងក្រុមហ៊ុនជាមួយខ្ញុំលីនឈិនខ្ញុំធ្វើមិនបានទេខ្ញុំអត់មានបទពិសោធន៍ក្នុងការគ្រប់គ្រងក្រុមហ៊ុនពីមុនមកសោះហ្មងបងជឿជាក់លើអូនណាមានបងនៅទីនេះហើយអូនច្បាស់ជាអាចធ្វើបានចៅហ្វាយស៊ើបដឹងហើយទៀនជនអាចកំបាំងម្នាក់នោះគឺជាកូនប្រុសរបស់ចៅជីនហៃឈ្មោះថាចៅធានយីចៅធានយីជាកូនប្រុសរបស់ចៅជីនហៃវាមិនមែននៅបរទេសរហូតទេអីមិនក៏ត្រឡប់មកវិញអញ្ចឹងបាទអ្នកប្រុសចៅធានយីទៅរៀននៅបរទេសរហូតមកទើបតែត្រឡប់មកវិញថ្មីនេះទេគោលបំណងដែលគេត្រឡប់មកវិញប្រហែលជាដើម្បីសងសឹកចៅជីនហៃនិងដណ្ដើមយកគ្រប់យ៉ាងរបស់ត្រកូលចៅត្រឡប់ទៅវិញហើយទៀនសងសឹកឲ្យវាហោះពឹងលើវានឹងសូម្បីតែវាក៏មិនមែនជាគូប្រកួតរបស់ខ្ញុំផងទម្រាំអីអាស័យខ្ចីដូចជាវានឹងអ្នកប្រុសចៅធានយីរៀនជំនាញហិរញ្ញវត្ថុនៅបរទេសល្បិចក៏វាសាហាវណាស់ម្យ៉ាងទៀតនៅពីក្រោយក្នុងវាមានអ្នកវិនិយោគបរទេសចាំគ្រប់គ្រងទៀតផងយើងមិនអាចធ្វេសប្រហែលបានទេណាបើវាត្រឡប់មកវិញហើយអញ្ចឹងខ្ញុំនឹងលេងជាមួយវាបន្តិចទៅចុះចាំមើលថាវាមានខ្លឹមប៉ុណ្ណាទៅចៅធានយីពិតជាចង់កំចាត់យើងឲ្យស្លាប់គ្មានសោះហ្មងត្រឹមតែ3ថ្ងៃនេះយើងទប់ទល់អត់ជាប់ទេវាស្មានតែអាចក្តោបក្តាប់បងបានតែតាមពិតទៅបងទេដែលរងចាំឲ្យវាបញ្ចេញសកម្មភាពមុននោះចាប់ប្រមូលភស្តុតាងដែលចៅធានយីកឹបកេងលុយក្រុមហ៊ុននិងឯកសារខ្មៅងឹតដែលវាលួចធ្វើពីក្រោយខ្នងទាំងអស់រួចរៀបចំវាឲ្យបានត្រឹមត្រូវមកស្មប់ចិត្តទៅអត់មានអីត្រូវបារម្ភទេណាបងនឹងចាត់ចែងរឿងនេះឲ្យបានល្អអង្គុយចាំតែទទួលដំណឹងល្អពីការលេបត្របាក់ក្រុមហ៊ុនលីនទៅចៅហ្វាយធានមានរឿងធំហើយទៀនឯកសារដែលចៅហ្វាយកឹបកេងលុយក្រុមហ៊ុនទៅគេទម្លាយពេញអ៊ីនធឺណិតអស់ហើយតែគូសហការទាំងអស់ដល់ភាគហ៊ុនចេញតិចមកទៀនអាលីងឈិនអញហ៊ានលេងក្នុងអញហាសោះនេះបងពិតជាបានរៀបចំគ្រប់យ៉ាងទុកមុនរួចរាល់អស់មែនតាណោះវាកំពុងតែលេងស្នៀតទម្លាក់តម្លៃភាគហ៊ុនយើងហើយបើនៅតែអញ្ចឹងទៀតក្រុមហ៊ុនយើងច្បាស់ជាត្រូវគេផ្អាកការជួញដូរមិនខានវាចង់រុញយើងឲ្យតច្រកមកបើអញ្ចឹងបងនឹងកំទេចភាពក្រអឺតក្រទុំរបស់វាឲ្យខ្ទេចគ្មានសល់តែម្ដងបញ្ចេញកញ្ចប់ថាវិការបំរុងមកភ្លាមលោកប្រុសធានទីផ្សារភាគហ៊ុនយើងបាក់ស្រុតអស់ហើយដើមទុនយើងខាត់អស់រលីងម៉ងពួកយើងខ្សែធនហើយតើអត់ទេវាគ្រាន់តែជាកូនប្រសាររស់ពឹងគេសោះមិនក៏វាមានអំណាចខ្លាំងម្លេះវើយភ្នែកឯងនៅទៀបណាស់ព្រោះមិនធ្លាប់បានឃើញកម្ពុជាអ្នកខ្លាំងពិតប្រាកដនឹងណាលោកតាអាលីងឈិនវាបំផ្លាញមុខរបស់ខ្ញុំខ្ទេចអស់ហើយហ្មងលោកតាត្រូវតែសងសឹកឲ្យជើណា
សហគ្រាសក្នុងក្រុមទាំងអស់ត្រូវតែផ្ដាច់ទំនាក់ទំនងជាមួយត្រកូលលីនអ្នកណាហ៊ានសហការជាមួយពួកវាគឺចាត់ទុកជាស្រូវរបស់ត្រកូលចៅយើងហើយវើយត្រកូលចៅចង់យកដៃបាំងមេឃមែនទេអញ្ចឹងខ្ញុំនឹងក្រឡាប់មេឃមួយនេះឲ្យមើលត្រកូលចៅបញ្ជាមកហើយក្រុមហ៊ុនលីនរបស់ពួកឯងគឺរលាយហើយវើយថ្ងៃនេះអ្នកណាដែលហ៊ានជន់ពន្លិចយើងថ្ងៃក្រោយខ្ញុំនឹងទារបំណុលនេះមកវិញ100ដងមិនខាន សំណាងណាស់ដែលមានបងតែតែងតែនៅក្បែរការពារអូនរហូតមក មនុស្សស្រីរបស់បងនឹងការពារអស់មួយជីវិតណាត្រកូលចៅបញ្ជាមកហើយក្រុមហ៊ុនលីនរបស់ពួកឯងគឺរលាយត្រឹមនឹងហើយវើយសូមស្វាគមន៍លោកប្រុសលីនត្រឡប់មកគ្រងតំណែងវិញថ្ងៃនេះអ្នកណាដែលហ៊ានជន់ពន្លិចយើងថ្ងៃក្រោយខ្ញុំនឹងទារបំណុលនេះមកវិញ100ដងមិនខានត្រកូលចៅភាពក្អេងក្អាងរបស់ឯងគឺចប់ត្រឹមនេះហើយលោកប្រុសលីនគឺត្រកូលចៅយើងខ្ញុំមានភ្នែកតែគ្មានប្រស័យទើបឆ្លោះឆ្លួតប្រមាថដល់លោកប្រុសសូមលោកប្រុសមេត្តាអភ័យទោសឲ្យពួកយើងផងចុះបើដឹងថាមានលទ្ធផលបែបនេះតាំងពីដំបូងកុំប្រឹងធ្វើវាទៅល្អជាងគ្រាន់តែកំទេចត្រកូលចៅតូចតាចមួយបានសោះគិតថាខ្លួនឯងខ្លាំងគ្មានគូប្រៀបហើយមែនទេហាសម្រាប់ត្រកូលឈូដ៏មានអំណាចរបស់ខ្ញុំឯងវានៅតែមិនស័ក្តិសមយកភ្នែកមើលដល់ឯនឹង ត្រកូលឈូគឺជាត្រកូលអភិជនកម្ពុជាពិតប្រាកដមក បើចង់មករករឿងខ្ញុំចាំកំដរបានគ្រប់ពេលតើពួកយើងខំប្រឹងឡើងចង់ងាប់ទម្រាំតែបានឈរជើងរឹងមាំនេះត្រូវគេជន់ពន្លិចទៀតហើយមែនទេ គ្រាន់តែត្រកូលចាស់ភាសានៅទីនេះបញ្ចេញឥទ្ធិពលសង្កត់សង្កិនប៉ុណ្ណឹងវាអត់អាចធ្វើឲ្យរង្គោះរង្គើដល់ឫសគល់យើងបានទេអូនប្រធានសាខាក្រុមហ៊ុនគ្រប់តំបន់ទាំងអស់រៀបចំការប្រជុំអនឡាញបន្ទាន់ភ្លាមទៅធនធានកម្ពុជានៅក្នុងទីក្រុងមួយនេះឲ្យតែខ្ញុំចង់បានគឺវាត្រូវតែជារបស់ខ្ញុំហ្មងហ៊ានដណ្ដើមទ្រព្យសម្បត្តិខ្ញុំហ៊ានប្រមាថប្រពន្ធខ្ញុំឯងនឹងត្រូវសងតម្លៃមួយយ៉ាងសែនជឿចាប់មិនខានវើយ